និច្ចកាលតែងតែចូលរួមឧបត្ថម្ភដល់កម្មវិធីនៅស្ថានីយទូទួល PNN Gensburg មិនត្រឹមតែឧបត្ថម្ភកម្មវិធីកីឡាទេគឺចូលរួមស្ទើរតែគ្រប់វិស័យទាំងអស់ចុងក្រោយជាពិសេសដែលធំបំផុតគឺទៅលើជនភៀសសិទ្ធិបាទសម្រាប់ដំណើរការកម្មវិធីកន្លងមកគឺយើងមានការឧបត្ថម្ភនឹងចូលរួមពី Gensburg គឺយើងមានដំណើរការល្អបាទពីមួយរដូវកាលទៅមួយរដូវកាលគឺ Gensburg តែងតែចូលរួមឧបត្ថម្ភនិងគ្រប់គ្រងជាបន្តបន្ទាប់បាទសម្រាប់ការប្រកួតផ្ដាច់ព្រាត់រវាងយ៉ាស៊ីននិងប៊ុនសធានេះយើងឃើញហើយគឺមានការជំរុះកាលពីថ្ងៃទី16ខែវិច្ឆិកាបាទដែលយ៉ាស៊ីនគឺគាត់បានយកឈ្នះលើគឿមសវណ្ណឃីមហើយនិងប៊ុនសធាគឺមានការឈ្នះលើប៉ុងធីរីបាទដែលមកពីក្លឹបរាជសីមកពីក្លឹបខេត្តបាត់ដំបងបាទអញ្ចឹងសម្រាប់កម្មវិធីរបស់យើងគឺមានដំណើរការរហូតដល់សប្តាហ៍ថ្ងៃនេះរលូនដែលមានការឧបត្ថម្ភធំពី Gensburg បាទឥឡូវសូមងាកទៅថយក្រោយបន្តិចបងមានចំណាប់អារម្មណ៍យ៉ាងណាដែរបានបង្កើតកម្មវិធីដែលវាយតែពីប្រកួតទេដណ្ដើមទៅដល់ទឹកប្រាក់$1,000ហើយគឺជាប្រភេទទម្ងន់54គីឡូក្រាមដែលជាទម្ងន់មួយស្រាលកម្រមានកម្មវិធីណារៀបចំបែបហ្នឹងហ៎បងសម្រាប់ខ្ញុំគឺមានការសប្បាយចិត្តខ្លាំងដែល sponsor គឺគាត់មើលឃើញនិងយោគយល់ពីដើមឡើយមកគឺយើងនិយាយថារៀបចំកម្មវិធីខ្សែក្រវ៉ាត់ឬក៏ដណ្ដើមពានយើងរើសយកតែប្រភេទគីឡូធំបាទស្រាប់តែលើកនេះស្រាប់ Gensburg គឺគាត់បានមកសួរចំណាប់អារម្មណ៍ពីខ្ញុំដែរថាចង់រៀបគីឡូតូចគាត់ចង់ផ្ដល់ឱកាសដល់កីឡាករទម្ងន់ថាតូចណាតើគាត់អាចរៀបទៅជោគជ័យអត់កាលហ្នឹងខ្ញុំក៏និយាយបើអះអាងជឿជាក់ 100% ជាមួយនឹងខាង Gensburg ខ្ញុំថាបើផ្ដល់ឱកាសដល់គីឡូ54គឺមានការគ្រប់គ្រងខ្លាំងណាស់ជាពិសេសបើសិនជាបានរង្វាន់ច្រើនទៀតកីឡាករគ្នាសប្បាយចិត្តពីព្រោះអីកីឡាករមួយចំនួនគឺពេលដែលគាត់បានថវិកាដ៏ច្រើនលើសលប់នេះគាត់អាចយកទៅគត់ផ្គង់ជីវភាពធ្វើឲ្យជីវភាពគាត់បានល្អប្រសើរគាត់អាចបង្កើតជារបររស់ស៊ីមួយល្មមទៀតតែអញ្ចឹងទៅ Gensburg ថាបើបងធានា 100% គាត់ឧបត្ថម្ភខ្ញុំស្មានឧបត្ថម្ភហ្នឹងរង្វាន់ត្រឹមតែ$5,000ឬ$7,000ទេគាត់ថាគាត់ឲ្យ$10,000សម្រាប់អ្នកឈ្នះបាទសប្បាយចិត្តហ៎បងខ្ញុំសប្បាយចិត្តបាទសម្រាប់ការរើសបេក្ខភាពទាំង4រូបវាមានផលវិបាកយ៉ាងណាដែរបងសម្រាប់ការរើសបេក្ខភាពដំបូងឡើយគឺយើងជួបការលំបាកដោយខាង sponsor គឺគាត់លើកឡើងដែរគាត់ថាគាត់ចង់ផ្ដល់ឱកាសដល់កីឡាករម្នាក់ដែលគាត់មានវ័យរៀងអាយុច្រើនបន្តិចតែគីឡូគាត់មិនសូវជាធំគឺគាត់ចង់ផ្ដល់ឱកាសឲ្យប៊ុនសធាខ្ញុំចាំបានការហ្នឹងគឹមសង់ដូចសម្ភារប៊ុនសធានៅលើសង្វៀនមុនគាត់មកទឹកបាទគាត់មកទឹកអញ្ចឹងទៅក៏យើងរើសយក3អ្នកបន្ថែមទៀតយើងរៀងលំបាកដែរដោយសារអីគីឡូ54វាពិបាកនឹងរកអ្នកណាដែលខ្ពស់ប្រហែលប៊ុនសធាសមត្ថភាពប្រហែលប៊ុនសធាអញ្ចឹងទៅក៏យើងរើសសម្រិតសម្រាំងបាន3អ្នកបន្ថែមគឺមានប៉ែនកយ៉ាស៊ីនមានប៉ុងធីរីនិងគឿមសវណ្ណឃីមបើគឿមសវណ្ណឃីមគឺគាត់ដាក់ពាក្យសុំចូលលេងដោយសារអីការជំនាន់ហ្នឹងយើងប្រកាសថាមានយ៉ាស៊ីនចូលមួយហើយដល់ទៅគឿមសវណ្ណឃីមថាបើមានយ៉ាស៊ីនគឺគាត់សុំចូលរួមដែរដោយសារការមុនគឺគាត់ចាញ់ដល់បានត្រៀមលក្ខណៈតើយើងបាន3នាក់ខាងក្លឹបលោកគ្រូប៉ុងសមិទ្ធនោះគាត់ប្រើដំណឹងមកថាគាត់មានកូនសិស្សគាត់ល្អគាត់ចង់ឲ្យជួបតំណែងខ្លាំងឯងអញ្ចឹងគាត់ក៏សុំចូលរួមដែរក្រោយពីការចូលរួមនឹងប្រកួតមកគឺយើងទទួលស្គាល់មិនថាប៉ុងធីរីកីឡាករចំនួនថ្មីក្មេងជាងគេសមត្ថភាពស្ទើរជាងគេតែគាត់ប្រកួតបានល្អមែនទែនបាទគឿមសវណ្ណឃីមថ្ងៃនោះគឺគាត់និយាយរួមទៅប្រកួតអស់ចាទាំង4នាក់ក៏យើងរើសបាន2នាក់ចុងក្រោយនេះឯងបាទថ្ងៃប្រកួតវគ្គគេហៅថាសេមីក៏បានដែរកាលនោះគ្រូសេនមិនថេនប្រហោងពោះថ្លុងពេលប្រកាសលទ្ធផលបាទព្រោះថាការដែលសវណ្ណឃីមជួបមកយ៉ាស៊ីនជុំទី1បាទអត់ដល់មួយទឹកទេអត់ដល់មួយទឹកប៉ុន្តែជួបលើកនេះគឺ5ទឹកហើយបន្ទុកមិនឯកច្ឆ័ន្ទទៀតបាទហើយខ្ញុំឃើញប៉ុងធីរីដែលជាកីឡាករអត់មានមិនសូវមានទីផ្សារបាទគ្រាន់តែវាយកម្មវិធី Gensburg ហើយ
ลงมาประมาณสัปดาห์ก็มีชูไว้อันตรายเจ็ด បាទ แต่ปัดก็มีสมรรถภาพในក្នុងការប្រកួតប្រជែងហើយគាត់ថាការផ្ដល់ឱកាសឲ្យគាត់ បាទបាទ មានតិចតួច បាទ អញ្ចឹងដល់ពេលដែលខាង Gensburg នៅ PNN ផ្ដល់ឱកាសគាត់ថ្ងៃនោះគេឃើញថាអូគាត់អាចវាយបានដល់ពេលវាយឈ្នះ វាយឈ្នះ បាទប្រកួតអន្តរជាតិឈ្នះឥឡូវគាត់មានទីផ្សារបាទ កន្លែងហ្នឹងហើយដែលយើងមើលឃើញនឹងចំណុចពិសេសមួយទៀតគឺយើងអរគុណដល់ Gensburg បាទ មិនថាកីឡាករមិនថាទស្សនិកជនគឺគាត់អរគុណដល់ Gensburg គឺគាត់បានផ្ដល់ឱកាសដល់កីឡាករក្មេងៗក្រោយៗណារៀបចំ event ដែលគីឡូធំក៏ថាអត់ទេជួយគីឡូតូចទៅក្រៃលោពួកគាត់បានរង្វាន់ដ៏ច្រើននេះយកទៅទ្រទ្រង់ជីវភាព បាទ បាទគឺយើងមើលទៅគឺពិតជាផុសផុលខ្លាំងមែនទែន បាទ បាទ សម្រាប់ខ្ញុំជាអ្នកនៅជាមួយបណ្ដាលនេះចូល10ឆ្នាំជាងដែរ បាទ ខ្ញុំមិនដែលសម័យថាវាយពីប្រកួតយក40លានហើយវាយគីឡូ54នេះបង បាទ សម័យអត់ចេញ ខ្ញុំហ៊ាននិយាយថាសម័យអត់ចេញបច្ចុប្បន្នយើងមានគីឡូទូចដែលវាយយកខ្សែក្រវ៉ាត់ដែរអាចថា12លាន បាទ ធម្មតា បាននិយាយពីការប្រកួតដណ្ដើមទឹកប្រាក់រង្វាន់$10000វាមិនមែនជារឿងថ្មីសម្រាប់ PNN ទេច្រើនលើកច្រើនសារហើយប៉ុន្តែជាទូទៅគឺអាចវាយ8នាក់វាយ16នាក់ហើយចំណាយពេលខ្ទង់chẳngតិចក៏3ខែដែរ 3ខែកន្លះទៅ6ខែ បាទប៉ុន្តែនេះគឺជាលើកដំបូងហើយដែល Gensburg ឧបត្ថម្ភជាមួយនឹង PNN ចាយតែ2ប្រកួតទេបានទឹកប្រាក់40លានរៀល បាទ បាទ ធ្លាប់មានបងប្អូនយើងដែលជាអ្នកគ្រប់គ្រងគាត់ថាគីឡូតូចគ្មានថ្ងៃបានស៊ីលុយធំទេ បាទ បាទប៉ុន្តែឥឡូវខ្ញុំឃើញមានហោហែ បាទ មានហោហែពិសេសគឺរង្វាន់ធំនេះអត់ធ្លាប់មានទេអត់ធ្លាប់មានទេ បាទបាទ បាទ មួយទៀតខ្ញុំចាប់អារម្មណ៍ពាក់ព័ន្ធទៅនឹងការប្រកួតដណ្ដើមប្រាក់រង្វាន់40លានរៀលនេះពេកភាពបុណ្យសទ្ធានេះឯងចូលរួម2លើកហើយជាមួយ PNN ហើយនេះគឺជាលើកទី3ដោយការគាត់បញ្ជាក់នៅក្នុងបទសភាកន្លងមកគាត់ធ្លាប់លេងបានត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ទាំង2ដងដោយក្នុងនោះគាត់ធ្លាប់ចាញ់ចម្រើនគុណខ្មែរម្ដង បាទ ហើយមួយទៀតគាត់ចាញ់បឺតសង្ឃឹម បាទ ចាំមើលលើកនេះលើកដំបូងសម្រាប់គាត់ឡើងមកដល់វគ្គផ្ដាច់ព្រាត់ប៉ះជាមួយនឹងប៉ែនកយ៉ាស៊ីន បាទហើយបើតាមចាំចាញ់បឺតសង្ឃឹមដូចជាកម្មវិធី Gensburg បាទ ពេលនោះបឺតសង្ឃឹមឡើងទៅវគ្គផ្ដាច់ព្រាត់ជួបជាមួយចម្រើនគុណខ្មែរ បាទ ហើយបើនិយាយចម្រើនគុណខ្មែរនេះសមិទ្ធផលពី Gensburg ក៏គាត់បានច្រើន បានច្រើនបាទបាទ ហើយជឿថាប្រិយមិត្តពុកម៉ែបងប្អូនប្រកាសជាបានឃើញនៅព័ត៌មានកាលពីម្សិលមិញ បាទ ដែលចែកចាយនៅលើបណ្ដាញសង្គម Facebook តាក់ទងនឹងកីឡាករទាំងពីរ បាទ ម្នាក់សឹងថាអត់ចង់សម្រានទេបងបនឲ្យតែភ្លឺហាត់ធ្វើគីឡូហើយនឹងឡើងប្រកួតបកទៅកាន់បុសធានោះវិញកាលពីម្សិលមិញនេះបានទៅដល់ក្លឹបគាត់ឃើញបងប្អូនយើងគាត់ថតប្រហោះបន្ថែមហើយខ្ញុំក៏បានចូលរួមគាត់ថាបងនោះដីខ្ញុំមានដីហើយតែខ្ញុំអត់លុយធ្វើផ្ទះ ហើយលុយគាត់អត់ហ៊ានប៉ះទេគាត់ថាគាត់ចាំយកតែម្ដង បាទ ហើយបកទៅកាន់គូថេនគាត់ប្រើពាក្យរៀងធ្ងន់គាត់ថាខ្ញុំថាលោកគ្រូអាចមើលបានប៉ុន្តែហាមប៉ះគាត់មិនត្រឹមតែប៉ះហើយគាត់ថាតែលុយនឹងចូលក្លឹបគាត់ហើយមិនអាចចេញវិញបានទេបាទ សំខាន់គាត់សេរីកន្លែងដាក់ខ្សែក្បាច់ហើយឥឡូវអេមានកំសាំងមិញគាត់និយាយថាបុណ្យសទ្ធាគាត់មានកោដដៅហើយបានលុយ$10000គាត់ធ្វើផ្ទះនៅក្បែរក្លឹបរបស់គាត់ចុះដឹងយ៉ាស៊ីនគាត់យកលុយធ្វើអីគាត់ ដូចជានៅទេបាទ បាទខ្ញុំបានសភាគាត់ហើយគាត់ថាយ៉ាស៊ីនគាត់យកលុយ$10000នេះផ្ញើទៅម៉ាក់គាត់នៅខាងអាហ្គានីស្ថានបាទព្រោះថាជីវភាពរបស់យ៉ាស៊ីននៅខាងស្រុកនៅអាហ្គានីស្ថានក៏អត់ទាន់ទូធាដែរ អូ បាទដូច្នេះតែមានហៅថាចិត្តជាកូនប្រុសដូចរៀងខ្លួនណា បាទ បាទ បកទៅកាន់បងប្រុសផាសថេដែលបានលើកឡើងអំពីតាក់ទងនឹងបងប្អូនជនភៀសសឹកនិងបងកងទ័ពដែលគេស្បឹកបានជួយខ្ញុំឃើញយ៉ាស៊ីននេះហ្នឹងក៏គាត់បានចូលរួមដែរឃើញថាគាត់មកនៅស្រុកខ្មែរគាត់បានយល់ពីទលាមទម្លាប់របស់យើងហ្នឹងបងបាទអញ្ចឹងក៏ខ្ញុំសូមលើកឡើងបន្តិចដោយសារមានបងប្អូនគាត់ថាហេតុអីនៅពេលដែលគាត់ឃើញ poster នៅខាងក្រោយនេះបងគាត់ថាហេតុអីបានកីឡាករខ្មែរមកកកោកមិនផ្ដល់ឱកាសបែរជាផ្ដល់ឱកាសឲ្យជនបរទេស បាទ អញ្ចឹងកន្លែងនេះមិនមែនសុកឲ្យជនបរទេសមកឡើងស្រួលទេគាត់មានការប្រកួតរបស់គាត់ដែរទី1ទី2គាត់មកហាត់គុណខ្មែរនៅប្រទេសយើងវាយតំណាងឲ្យយើងដែរ ហើយតំណាងគុណខ្មែរទៀត អញ្ចឹងគាត់ត្រូវមានឱកាសដូចគេដូចឯងដែរហើយមួយទៀតយើងជាម្ចាស់ស្រុកនេះក៏យើងត្រូវបរិងសមត្ថភាពវាយឲ្យឈ្នះគាត់ដែរ ត្រូវ បាទអញ្ចឹងជារួមមកវិញពាក្យថាកីឡាគឺយើងអត់មានត្រូវរើសអើងទេបង ត្រូវ បាទសំខាន់គឺសមត្ថភាពវាយឲ្យឈ្នះគាត់បាទ កីឡារស់ក្នុងសន្តិភាព បាទឥឡូវ Rendo មិនចង់រើសមួយ ចង់រើសមួយណាដល់វគ្គបែងចែកបេះដូងហើយបាទនិយាយរួមទៅកីឡាករទាំងពីរខ្ញុំបានទៅក្លឹបគាត់ច្រើនមិនថាក្លឹបលោកគ្រូធុនសភារបស់បុណ្យសទ្ធាក៏ដូចជាប៉ែនកយ៉ាស៊ីនរបស់សេមិនថេនភាគរយសម្រាប់គូនេះបើឲ្យថាដាច់គឺអត់ដាច់ទេអីដាច់អត់ដាច់ទេខ្ញុំសភាច្រើនគូនេះមិនថាកីឡាករមិនថាគ្រូបង្វឹកក៏ដូចជាមតិមហាជនភាគច្រើនថាគូនេះវាយ5ទឹកអត់ស្លាប់ទេសម្រាប់មតិខ្ញុំផ្ទាល់ក៏គិតដូចពួកគាត់ដែរគឺ5ទឹកអត់ស្លាប់ទេតាមរយៈខ្ញុំទស្សនាការប្រកួត2លើកកន្លងមករបស់ពួកគាត់នៅខាងសៀមរាបម្ដងក៏ដូចជាវាយ5ទឹកម្ដងទៀតដូច្នេះ
សម្រាប់គូនេះគឺខ្ញុំគិតថា5ទឹកអត់ស្លាប់ប៉ុន្តែបើឲ្យយកភាគរយគឺខ្ញុំយកយ៉ាស៊ីនតែ51ទេ51ឲ្យប៊ុនសធា49និយាយច្បាស់ណាមូលហេតុអីបានហ៊ានយកយ៉ាស៊ីនវាមានតលហីកមួយចំនួនដែលខ្ញុំរើសយកយ៉ាស៊ីនមែនអាយ៉ាស៊ីនប្រវត្តិធ្លាប់ឈ្នះ2ដងឯងអានឹងក៏វាជាចំណុចមួយដែរប៉ុន្តែចំណុចដែលខ្ញុំឲ្យតម្លៃសំខាន់ទៅលើយ៉ាស៊ីនសំខាន់បំផុតគឺពាក់ព័ន្ធទៅនឹងរាងកាយរាងកាយគឺអំណោយផលមែនទែនសម្រាប់ប៉ែនកាយ៉ាស៊ីនគីឡូស៊ីនរបស់យ៉ាស៊ីនគឺខ្ញុំគិតថាមិនក្រោម60ទេមិនក្រោម60ទេទី2ពាក់ព័ន្ធទៅនឹងកម្លាំងយ៉ាស៊ីននេះគឺខ្លាំង5ទឹកអត់មានបាត់បង់ទៅណាទេទី3ចិត្តហើយទី4ដូចមានកំសងគាត់និយាយអញ្ចឹងគឺគេហៅថាមនុស្សគឺកាលណាធ្លាប់ឈ្នះ2ដងហើយថាឈ្នះចកាបាទចកាតែរ៉េនដូរៀបរាប់មិញអារឿងចិត្តហ្នឹងមិនទៅរួចមុនធាបាទទៅរួចទេចិត្តស្ទើលើកហ្នឹងបាទហើយសើគូថេនប្រើអាក្បាច់ស៊ីឌឹមសរុំគេមុនមកលើកនេះខ្ញុំគិតថាអានេះខ្ញុំគិតមុនវាយហ៎បងឥឡូវនិយាយចេះហ្មងតែរ៉េនដូមិនគេយកគេគាត់យកយ៉ាស៊ីនដូចគ្នាការលើកឡើងគឺគូនេះមិនដាច់ទេបងបណ្ណាក៏មិនប្រភេទដាច់ដែរព្រោះយើងដឹងសមត្ថភាពគឺល្អដូចគ្នាបាទអញ្ចឹងបើគាត់យ៉ាស៊ីនខ្ញុំប៊ុនធាចាហើយលើកតលហីកម្ដងអូខេបាទទី1ប៊ុនធាគាត់ស្គាល់យ៉ាស៊ីនច្បាស់ដូចថ្ងៃអញ្ចឹងឥឡូវគាត់ដឹងហើយសភាមិនសមមិញគាត់លួចខ្សឹបគាត់ថាគាត់រកប្រឡោះឃើញហើយបាទហើយមួយទៀតខ្ញុំចំណាំមើលឲ្យតែអាធំអញ្ចឹងកំរផុតកំរផុតហើយមួយទៀតបើយើងនិយាយថាចុះអាធំកន្លងមកដែលគាត់ចាញ់ហ្នឹងគឺដូចចម្រើនគាត់បកកាយថយបងគាត់ថយវាយអញ្ចឹងបុណ្យធាចូលបាក់វាយបាទដូចបើសង្ឃឹមគាត់ប្រភេទក្បាច់ប៉ុន្តែបើតាមខ្ញុំមើលឲ្យតែប្រភេទបុកដូចគ្នាគឺប្រវាក់ស៊ីបុណ្យធាកាលហ្នឹងខ្ញុំកាត់តិចដោយសារគាត់លេងគីឡូធំបាទគាត់លេងគីឡូបាទគីឡូធំគេសិតតែធំតែយ៉ាស៊ីននេះក៏មិនតូចដែរប៉ុន្តែអាចថាគីឡូគាត់ក្រោមចម្រើនខ្ញុំបុកសង្ឃឹមទេមួយទៀតតាក់ទងនឹងការប្រកួតចុងក្រោយបងយើងយកការប្រកួតចុងក្រោយរបស់ប៊ុនសុធាននិងយ៉ាស៊ីនណាខ្ញុំទៅមើលផ្ទាល់4ទឹកអត់មាននរណាលើនរណាទេបងបាទ4ទឹកអត់មាននរណាលើនរណាទេប៉ុន្តែទឹក5កាលនោះគឺប៊ុនសុធាគាត់ហាក់បីដូចជាអស់កម្លាំងជាបាទគាត់ស្រុតមូលហេតុគឺគាត់ខានវាយ3ខែត្រូវ3ខែអត់ដែរបានវាយម្ដាយចូលមកប៉ះយ៉ាស៊ីនកំពុងដូចដំរីឡើងកប៉ុន្តែឥឡូវនេះអាចនិយាយបានថាខានវាយក៏រៀងអាយាលដូចគ្នាហើយគូផ្សំនឹងខ្ញុំយល់ថាប៊ុនសុធាគាត់មានមហិច្ឆតាព្រោះគាត់បាននិយាយថាមកប្រកួតនេះគឺគាត់ឈប់វាយជាមួយយ៉ាស៊ីនហើយវាយតែមកប្រកួតហ្នឹងឯងបាទអញ្ចឹងឥឡូវរ៉េនដូ51វិញឥឡូវខ្ញុំកុំឲ្យតិចពេកខ្ញុំ60 40អូច្រើនបាទរឿងច្រើនតិចបាទឥឡូវខ្ញុំងាកថយក្រោយបន្តិចមានកំសងស្គាល់យ៉ាស៊ីនពេលណាស្គាល់យ៉ាស៊ីនទេបាទស្គាល់យ៉ាស៊ីនដំបូងគឺខ្ញុំទៅសភាគាត់ផ្ទាល់ខ្ញុំជឿថាអ្នកសភាយ៉ាស៊ីនមុនគេគឺខ្ញុំបាទដោយសារអញ្ចឹងបងកាលហ្នឹងចៃដន្យណាបាទយ៉ាស៊ីនគាត់វាយកម្មវិធីប៊ូស្រងនៅសៀមរាបជាមួយប៊ុនសុធាបន្ទាប់មកខ្ញុំអត់បានមើលកម្មវិធីហ្នឹងព្រោះយប់ពេកពេលនោះយប់ពេកប៉ុន្តែខ្ញុំឃើញរូបផុសចុំប៊ុនសុធាចាញ់ម្នាក់នេះជួននេះខ្ញុំទៅក្លឹបលោកគ្រូសេនមុនថេនគាត់ថាស៊ីមួយមិញសើកុភាមួយខ្យាលដំរីហ្នឹងបន្ទាប់មកគាត់បង្ហាញមានអីទៀតខ្ញុំហ៊ាននិយាយថាខ្ញុំសភាមុនគេបន្ទាប់មកខ្ញុំអត់ចាប់អារម្មណ៍ទេបានគាត់លើកឡើងអញ្ចឹងតាំងអីហ្នឹងមកយើងចាប់អារម្មណ៍បន្តិចដល់ពេលបន្ទាប់មកគាត់ជាល្អទៅក៏ស្គាល់គាត់អញ្ចឹងបើសួរថាស្គាល់ពេលណាស្គាល់តាមរយៈគេបរោះដែរទេដំបូងគេបរោះរូបមកសន្លឹកដំបូងដែលគាត់វាយឈ្នះប៊ុនសុធាបាទន័យថាភាគច្រើនគឺបងប្អូនស្គាល់សមត្ថភាពរបស់យ៉ាស៊ីនគឺតាមរយៈការឈ្នះប៊ុនសុធាបាទជំនាន់ហ្នឹងប៊ុនសុធាគាត់វាយបដាគាត់លិះខ្លួនឯងបដា10ប្រកួតអត់ដែរចាញ់5 10ប្រកួតមិនដែរចាញ់20ប្រកួតមិនដែរចាញ់មានអីចាញ់ត្រឹមយ៉ាស៊ីនហ្នឹងឯងបាទឥឡូវចាំមើលថ្ងៃទី18ខែមករានេះប៊ុនសុធាគាត់ដូចបញ្ជាក់ហើយថាទោះបីជាឈ្នះក្តីចាញ់ក្តីលែងប៉ះគ្នាណាគូហ្នឹងបាទគាត់ថាគាត់អស់ចិត្តណាបើចាញ់គាត់អស់ចិត្តទៅនឹងឯងបងណាមួយប៉ុន្តែសម្រាប់អេដមីនទាំងពីរដែលរើសយកម្នាក់មកខាងនេះជឿជាក់លើខ្លួនឯងហ្មងបាទនិយាយទៅបងវាពិបាករើសបងបើសិនជាអាចយើងចង់ប្រើពាក្យថា50 50ប៉ុន្តែបើឲ្យរើសមួយតាមនឹងចុះព្រោះគិតថាពេលនេះក៏ប៊ុនសុធាក៏គាត់មហិច្ឆតាក៏គាត់អត់ថាយើងមើលការវឹកហាត់របស់គាត់ការបដិញ្ញាចិត្តរបស់គាត់អត់ទៅណាផងបងគាត់នៅតែវឹកហាត់សម្រាប់គ្រូរបស់កីឡាករទាំងពីរគឺមានភាពជឿជាក់លើកីឡាកររៀងៗខ្លួនដូចគ្នានិយាយទៅម្សិលមិញដូចជាអត់ទាន់បានទៅជួបលោកគ្រូទេប៉ុន្តែខ្ញុំគាត់លឺលហៀងមកណាលោកគ្រូធនធាននោះក៏គាត់ជឿជាក់លើប៊ុនធាសូម្បីតែការប្រកួតចុងក្រោយនោះក៏គាត់គិតថាសិស្សគាត់ធ្វើបានល្អបំផុតដែរបាទឥឡូវយ៉ាងណាមួយទៀតខ្ញុំស្រឡាញ់យ៉ាស៊ីនរាល់ដងខ្ញុំទៅក្លឹបគាត់គឺជាកីឡាករដែលស្រឡាញ់ការវឹកហាត់បាទគាត់សម្រាប់អត់យូរទេយ៉ាងច្រើនណាដូចវាយថ្ងៃអាទិត្យចឹងសម្រាប់មួយថ្ងៃគេចូលហាត់ទៀតបាទហើយមួយទៀតគីឡូបងខ្ញុំទៅមើលម្សិលមិញប្លែកលើសពីកីឡាករផ្សេងវាយថ្ងៃអាទិត្យថ្លឹងថ្ងៃសៅរ៍ជាទូទៅកីឡាករគេធ្វើគីឡូអាចធ្វើថ្ងៃសុក្រឬក៏ថ្ងៃពហុ
ទៅដល់មួយសាមិញយ៉ាស៊ីនធ្វើគីឡូបាត់ហើយនឹងបង បាទ យ៉ាស៊ីនគាត់ធ្វើគីឡូបដាហាត់បដាអ្នកខ្លះពេលធ្វើគីឡូដឹងតែធ្វើគីឡូអត់ហាត់ទេណាប៉ុន្តែយ៉ាស៊ីនគាត់ធ្វើគីឡូបដេញទៅបាត់ហើយអញ្ចឹងបានបងប្អូនឆ្ងល់ជុំយ៉ាស៊ីនគីឡូមានប៉ុណ្ណាណៃធ្វើគីឡូ54បានគាត់ចេះវិធីក្នុងការធ្វើគីឡូគាត់បដេញគីឡូតាំងពីដើមសប្តាហ៍ធ្វើគីឡូបដាហាត់បដាទៅដល់ថ្ងៃជាក់ស្ដែងគាត់គ្រប់បោះគាត់ល្មមឥឡូវកុំឲ្យ Rendo លើកឡើងមកខាងរឿងធ្វើគីឡូបុនធាខ្ញុំមិនបាច់ធ្វើទេថ្លឹងខោទេណាបាទស្រួលទេហើយអត់បាក់កម្លាំងទេមួយសាមិញទៅសួរបុនសធាផ្ទាល់ហើយគីឡូអត់គ្រប់ទៀតម្យ៉ាងម្នាក់ចាយកម្លាំងបងក្នុងការសម្រកអញ្ចឹងក៏អស់ដែរតែគេថាហូបមកវិញឡើងជឿឡើងដែរប៉ុន្តែឡើងក៏ឡើងមិនដូចគេហៅថាកម្លាំងពេញដែរប៉ុន្តែអាចថាគាត់ត្រឡប់មួយល្អតែគាត់ធ្វើបានហើយបុនសធាគឺគាត់មកកម្លាំងស៊ីនមកគាត់ប៉ុណ្ណាជាតិគីឡូគាត់ប៉ុណ្ណឹងហ្មងខ្ញុំចាប់អារម្មណ៍បុនសធាគាត់បរោះយប់មិញខ្ទង់ម៉ោង11ទៅ2:10យប់ហើយគាត់ថាវាយបដាលមួយជាតិនេះខ្ញុំដូចអយុធធរជាងគេដែរហើយចំនួនខ្ញុំគីឡូខ្លាំងគីឡូ54ពេញខ្លាំងណាអត់ទីផ្សារប្រកួតបើឈរចាំវាយគីឡូ54គឺអត់មានគូប្រកួតហ្មងគាត់សុកចិត្តតឡើងគីឡូវាយ57ទៅ60តែខ្ញុំសរសើរគាត់ណាតឡើងគីឡូវាយ57ទៅ60ប៉ុន្តែគាត់មានខ្សែក្បាត់ទាំងអស់បាទនៅភៀនអិននេះគាត់មានខ្សែក្បាត់គីឡូ57នៅប៉ុស្តិ៍ផ្សេងគាត់មានគីឡូខ្សែក្បាត់គីឡូ60បាទឥឡូវចំនួនគាត់វាយគីឡូផ្សេងគីឡូ54មកប៉ះដៃគូនឹងកាយសម្បត្តិធំជាងគាត់ទៀតមិនគាត់និយាយថាមកជីវិតគាត់ជាអ្នកបដា3-10ឆ្នាំនេះវាយខ្សែក្បាត់ចាញ់ព្រៀបគីឡូប៉ុន្តែលើកនេះគឺគាត់តាំងចិត្តខ្លាំងណាស់ដោយសារ Gensberg ឲ្យរង្វាន់ធំគាត់អាចយកទៅសម្រួលបានច្រើនបាទមួយសារមកខ្ញុំស្ដាប់គាត់ទៅរៀងអាណិតដែរគាត់ថាវាយបដា3-10ឆ្នាំហើយគាត់បានចង់បានមានជំរឿកមួយកក់ក្ដៅសម្រាប់ក្រុមគ្រួសាររបស់គាត់ណាគាត់ថាវាយបាន10000នេះហើយគឺអត់ញ៉ៃច្រើនទេសេរីផ្ទះដីមិនស្រាប់ហើយក្បែរក្លឹបមកបងនៅបាសិទ្ធបាទផ្ដាំ Rendo មួយបុនធាប៉ះអ្នកខ្សោយតែប៉ះអ្នកខ្លាំងដែរមែនអត់ប៉ះអ្នកខ្សោយដូចមើលទៅសមត្ថភាពគាត់ធម្មតាហ្មងប៉ុន្តែប៉ះអ្នកខ្លាំងសមត្ថភាពគាត់ឡើងតាមនឹងដែរបាទដូចខ្ញុំបញ្ជាក់ខាងដើមអញ្ចឹងអ្វីដែលខ្ញុំបារម្ភទៅលើបុនសធាប៉ះយ៉ាស៊ីនទី1ពាក់ព័ន្ធទៅនឹងរាងកាយមួយទៀតពាក់ព័ន្ធទៅនឹងផ្លែគាត់ខ្ញុំបារម្ភគាត់គឺផ្លែគាត់ស្រាលជាងយ៉ាស៊ីនហ្នឹងហើយទីហើយមួយទៀតក្បាច់គាត់ពិសេសក្តាប់ដៃគាត់មើលទៅគាត់មិនសូវចេញច្រើនទេតែយ៉ាស៊ីនគាត់មកកាផ្លេទាំងទាត់ទាំងម៉ាត់ទាំងកែងទាំងជង្គង់មកកាផ្លេរបស់គាត់ប៉ុន្តែខ្ញុំជឿថាថ្ងៃហ្នឹងបុនសធាក៏គាត់ត្រៀមដែរពីព្រោះអីដោយលោកគឹមសងនិយាយមិញអញ្ចឹងប្រកួតប៉ះអ្នកខ្សោយគឺគាត់វាយតាមរបៀបខ្សោយប្រកួតប៉ះអ្នកខ្លាំងគឺគាត់ត្រៀមខ្លួនបែបជាមួយអ្នកខ្លាំងអញ្ចឹងសម្រាប់ថ្ងៃទី18នេះខ្ញុំជឿថាអ្វីដែលលោក Rendo បារម្ភខ្ញុំគិតថាបុនសធានឹងបញ្ចេញមកអស់ហើយព្រោះគាត់បានដាក់ចិត្តថានឹងយកថវិកាពី Gensberg ទៅធ្វើផ្ទះបាទតែឥឡូវយើងងាកប្រវត្តិរបស់យ៉ាស៊ីនមើលយ៉ាស៊ីនធ្លាប់ចាញ់កីឡាកររូបណាខ្លះដែរនៅស្រុកខ្មែរយើងខ្ញុំចាំចាញ់នៅក្នុងកម្មវិធី Gensberg នៅ PNN គឺចាញ់សែនរ៉ាដេតប៉ុន្តែគាត់ដូចជាធ្លាប់ឈ្នះសែនរ៉ាដេតដែរអញ្ចឹងបានន័យថាម្ដងនេះបាទចាញ់កាន់មិញហុងដោយសារថែមចាញ់ហឹមគម្រៀងដូចជា2ដងមានទៀតទេមានន័យថានៅស្រុកខ្មែរកីឡាករដែលយ៉ាស៊ីនវាយមិនដែរឈ្នះគឺមានហឹមគម្រៀងមួយមានហឹមគម្រៀងដូច្នេះតាមរយៈការចាញ់3-4ដងហ្នឹងខ្ញុំអាចសន្និដ្ឋានបានថាយ៉ាស៊ីនចាញ់ប្រភេទកីឡាករវាយក្បាច់ប្រភេទកីឡាករល្អទាត់វាយដកបើវាយដូចបុកគឺកម្រឈ្នះយ៉ាស៊ីនត្រូវបាទតែថ្ងៃអាទិត្យហ្នឹងដឹងបាទថ្ងៃអាទិត្យខ្ញុំជឿថាកីឡាករទាំងពីរនេះប៉ះគ្នាលើកទី3នឹងបដូរទម្រង់នៃការប្រកួតដែរបាទដូចឌីមសរំប៉ះមហាម៉ាត់ចឹងប៉ះលើកទី1ផ្សេងបកមកលើកទី2ផ្សឹងហ្មងខ្ញុំជឿថាលើកទី3ទាំងលោកគ្រូផ្សេងមិនថេនទាំងលោកគ្រូធុនសាពីនឹងកែខៃក្បាច់កីឡាករទាំងពីរនិយាយទៅបុនសធាគាត់បានលើកឡើង2ចំណុចដែលខ្លីខ្លឹមការមានផ្សេងហ្មងគាត់ថាជួបយ៉ាស៊ីនគឺគាត់ដឹងច្បាស់ថាយ៉ាស៊ីនបើឈ្នះបានតែ3ទឹកគឺគាត់ដកហើយហ្នឹងគាត់ដឹងពីយ៉ាស៊ីនមួយហើយមួយទៀតយ៉ាស៊ីនទៅពេលចេញអាវុធគាត់ចេញម្ដង6បើថាវាយហ្នឹង6ដៃទាត់3ជើងត្រូវបាទអញ្ចឹងនិយាយទៅបញ្ហាមួយទៀតខ្ញុំចាប់អារម្មណ៍ខ្ញុំសភាបុនសធាភាសាមិញណាគាត់ថារាល់ដងគាត់មើលយ៉ាស៊ីនវាយ10ប្រកួតហើយវាយអត់ចេះដកទេប៉ុន្តែវគ្គជំរុះជាមួយគឿមសវណ្ណឃីមដកបងណាដកដូចជាទឹក4ទឹក5ដកទេដូច្នេះបុនសធាគាត់សរសើរថាមហាម៉ាត់ហើយនឹងយ៉ាស៊ីនប្រភេទកីឡាករឆ្លាតកីឡាករបើថាវាយសុទ្ធដកសុទ្ធវាស្រួលចាប់ប្លង់ទេប៉ុន្តែបើកីឡាករគាត់ចេះកែខៃស្ថានភាពដកខ្លះបុកខ្លះហ្នឹងពិបាកបើថាវល់ខួរពិបាកចាប់ប្លង់អានេះខ្ញុំម៉ែផ្លូវក្នុងឲ្យហេតុមិនទេយ៉ាស៊ីនស្អែកបុកមកប្រើថយខ្ញុំជឿអញ្ចឹងអត់អាចបុកអត់អាចបុកដូចគាត់ប៉ះបុនធាជុំពីហើយបុនធាគាត់ត្រៀមហើយគាត់និយាយមកថាថ្ងៃអាទិត្យហ្នឹងចង់បុកក៏បុកចង់ថយក៏ថយទៅគាត់អត់ខ្វល់ទេបាទសំខាន់គឺមកវាយហើយតែគាត់ផ្ដាំវិញថា
វាយឲ្យសមជាមួយលុយ40លាន 40លាន តែឥឡូវយើងបើងាកទៅតាមពីប្រកួតកន្លងមកបានមើលពេញការប្រកួតរបស់កីឡាករទាំងពីរអត់ថាតម្រង់របស់គាត់ទាំងពីរហ្នឹងមិនដែរមិនសង តម្រង់ដូចខ្ញុំនិយាយចឹងធាពេលប៉ះអ្នកខ្លាំងគាត់ខ្លាំងដែរ អត់ទេយើងនិយាយពីបុនសធាប៉ះយ៉ាស៊ីនណា អូពេលប៉ះយ៉ាស៊ីនអាជុំមួយនិយាយត្រង់ស្មោះសរណាអត់ត្រូវបានមើលវីដេអូពេញតែបើអាវគ្គ2គឺទៅមើលផ្ទាល់ហ្មង ផ្ទាល់បាទ ល្អដូចគ្នាចូលពេញដូចគ្នាហើយមិនជាថយប្រហែលទេប៉ុន្តែខ្ញុំឃើញយ៉ាស៊ីនគាត់រៀងថយការវាយបុនធាដូចជាទឹក ចង់ទឹកតិច បាទប៉ុន្តែដោយសារអីគេបងអា4ទឹកហ្នឹងគាត់មានអារម្មណ៍ថាគាត់ឈ្នះប៉ុន្តែខ្ញុំមើលអត់ស៊ីគ្នាទេអត់ស៊ីគ្នាទេហើយមួយទៀតខ្ញុំមិនបានរៀនច្បាប់នៃការដាក់បន្ទុកទេប៉ុន្តែអាជួបគ្នានៅវគ្គ2ដែលគាត់ប៉ះគ្នាកក្រើកហ្នឹងបុនធាគាត់ស្ទើរចំហជាងបងប៉ុន្តែអាវុធគាត់ល្អហើយខ្ញុំឃើញមកពេញដែរវាយចូលពេញប៉ុន្តែអត់ដូចអត់អង្គើបង ប៉ះគ្នាលើកទី2ល្អមកដោយមកអត់មានកន្លែងណាកណាថាចង់ដកឯណាគឺដើរបុកគ្នាយកហ្មង អញ្ចឹងមានន័យថាកាត់ក្តីជួបជំនុកគ្នាលើកទី3ហ្នឹងគឺជាថ្ងៃកាត់ក្តីចុងក្រោយ បាទ អត់អាចនិយាយថាមកពីលើកមុនចេះមកពីលើកនេះចេះគឺអត់ទេ អត់ទេបងប្អូនកីឡាករគាត់ដូចព្រមរៀងខ្លួនថាមកប្រកួតហ្នឹងគឺដូចជាគេថាខណ្ឌសីមាជាប់ក្នុងហ្នឹង បាទហេតុអីបានខ្ញុំនិយាយតាំងពីដើមមកថាគូនេះវាយ5ទឹកពេញអត់ស្លាប់ព្រោះខ្ញុំមើលការប្រកួតលើកទី2កីឡាករទាំងពីរវាយចូលពេញនិយាយពីកែងវិញម៉ាំងទាញហើយអត់ដួលផងហ្នឹងហើយរឿងអីថាត្រូវស្លាប់គូនេះ បាទ អ្វីដែលរឿងនេះអត់សូវមានអ្នកលើកមកនិយាយណាជាបារម្ភហាមមានការថែមការថយព្រោះរងចាំយូរខែអើយព្រោះបុណ្យធាបើនិយាយពីមុនណាបងត្រឡប់គាត់ឆាវភាគច្រើនកីឡាដែលវាយកាចច្រើនតែទប់អារម្មណ៍បាទហើយមួយទៀតពេលអាញាកដាស្រេចអារម្មណ៍អត់លឺបងអាហ្នឹងគឺជាបញ្ហាមួយដែរហើយយ៉ាស៊ីនក៏ធ្លាប់មានប្រវត្តិដែរប៉ុន្តែឃើញមួយរយៈក្រោយនេះកែបានល្អអស់គ្នាអញ្ចឹងសង្ឃឹមថារលូនមកនិយាយពីការ control អារម្មណ៍ពាក់ព័ន្ធទៅនឹងការថែបរបស់បុណ្យធាដូចគាត់ដូចកាត់អស់ដូចសឹងអស់ហើយឥឡូវដល់មានទេបាទពីមុនមែនគាត់ក៏ទទួលស្គាល់ដែរពីមុនសុកអញ្ចឹងឃើញគាត់ឆ្ងេញដាក់មួយតែឥឡូវនេះយើងបានជជែកវិញច្រើនរ៉េនដូក៏បានរើសហើយបងម៉ាសេថេតក៏បានលើកឡើងអំពីព្រឹត្តិការណ៍មួយនេះហើយបងប្អូនកុំភ្លេចថ្ងៃទី18នេះគឺម៉ោង1រសៀលចូលរួមទស្សនាដោយសេរីបងម៉ោងប្រហែលទៅបានអង្គុយកន្លែងស្រួលបើសិនជាយើងគិតថាចង់មករកកន្លែងអង្គុយស្រួលគឺម៉ោង12ល្អបំផុតម៉ោង12ខ្ញុំគិតថាពេញបាត់ហើយព្រឹត្តិការណ៍ថ្ងៃវាយ4នាក់ហ្នឹងម៉ោង12ខ្ញុំអត់មានកន្លែងអង្គុយផងបាទអត់មានកន្លែងអង្គុយទេពិសេសគឺកម្មវិធី Gensburg អាទិត្យហ្នឹងគឺឲ្យតែធំចេះដឹងអាហៀហើយកម្មវិធីហ្នឹងមានតែមួយគូហ្នឹងណាគូអមសិតតែលំដាប់ហើយធ្លាប់លេងចេញ poster ហើយបងប្អូនទីមើលបណ្ណាខ្លះហើយថាគូអមខ្សែក្រវ៉ាត់ធ្លាប់តែលេងកម្មវិធីធំរបស់ Gensburg នៅ PNN ហ្នឹងច្រើនណាស់តួយ៉ាងដូចធុនស៊ីហុងមកចាក់ខ្សែក្រវ៉ាត់2ខ្សែនៅPNN របស់ Gensburg នឹងផ្ទាល់មានច័ន្ទប៊ុនហឿនមកចាក់ខ្សែក្រវ៉ាត់ Gensburg ឈ្នះមើលមីឃាហើយឡុងសំណាងនេះគឺអតីតម្ចាស់ខ្សែក្រវ៉ាត់ធ្លាប់ឈ្នះអេអាមរិនក្រងខ្សែក្រវ៉ាត់របស់ Gensburg ប៉ុន្តែរបូតខ្សែក្រវ៉ាត់ទៅក្លឹបគូភាមួយបាត់ហើយគឺលើបញ្ញាហើយមួយទៀតគឺសុកធីនេះធ្លាប់លេងដដើមឡាន X-Men របស់កម្មវិធី Gensburg ដែរប៉ុន្តែគាត់ឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រាត់គាត់ចាញ់ពុទ្ធសម្បូរសុំមួយ Gensburg មកអស់ហើយចាំចង់ដឹងពីភាពជឿជាក់ឥឡូវយើងនិយាយពីភាពជឿជាក់នៃកីឡាករដែលយើងបានគ្រប់គ្រងនឹងរើសរៀងខ្លួនហើយចង់ដឹងពីភាពជឿជាក់របស់គ្រូតាមក្លឹបរៀងខ្លួនតែពួកគាត់មានភាពជឿជាក់ប្រមាណភាគរយលើកីឡាករខ្លួនយើងដែរបាទល្អបងល្អតាចង់ឲ្យគាត់ចេញចំណាប់អារម្មណ៍បន្តិចមកបាទចង់ឲ្យគាត់ចេញចំណាប់អារម្មណ៍មកសាលមិញខ្ញុំដើរមករះខ្ញុំជួបទាំងកីឡាករគ្រូជួបខ្លះហើយប៉ុន្តែស្ដាយគឺអត់បានជួបលោកគ្រូធុនសុភាព្រោះមកសាលមិញលោកគ្រូធុនសុភាគាត់ចប់ប្ររៈទៅជួយបងកងទ័ពជួមុខឥឡូវថ្ងៃនេះសួរចំណាប់អារម្មណ៍លោកគ្រូភាតាមអនឡាញហ្មងបងបាទសាតែឥឡូវចេះទៅខ្ញុំយកបុណ្យសុធាអញ្ចឹងចាំខ្ញុំនិយាយមួយលោកគ្រូធុនសុភាអញ្ចឹងសូមមកខាងលោកគ្រូថេនបាទអញ្ចឹងសូមមកខាងបច្ចេកទេសជួយភ្ជាប់ទូរស័ព្ទទៅខាងលោកគ្រូធុនសុភាដើម្បីឲ្យគាត់និយាយពីចំណាប់អារម្មណ៍ភាពជឿជាក់លើកីឡាករបុណ្យសុធាតិចបាទកម្ពុជាហេឡូជំរាបសួរលោកគ្រូបាទជំរាបសួរលោកគ្រូឥឡូវនេះពួកខ្ញុំកំពុងតែមានកម្មវិធីវិភាគនឹងវែកញែកអំពីបុណ្យសុធានិងយ៉ាស៊ីននៅក្នុងកម្មវិធីបដាល់ Gensburg ថ្ងៃអាទិត្យទី18នេះលោកគ្រូសម្រាប់លោកគ្រូមានការជឿជាក់ប្រមាណភាគរយដែរលើបុណ្យសុធាក្នុងការយកឈ្នះលើដៃគូយ៉ាស៊ីននេះពីព្រោះបុណ្យសុធាគឺគាត់បានតាំងចិត្តថាគាត់នឹងឈ្នះយកលុយ$10000ទៅធ្វើផ្ទះទៀតលោកគ្រូបាទសម្រាប់ខ្ញុំ
មានសង្គមបាន70%បាទលោកគ្រូខ្ញុំកំសង់លោកគ្រូមួយទៀតលោកគ្រូបានរៀបយុទ្ធសាស្ត្រយ៉ាងណាដែរលោកគ្រូព្រោះថាបុណ្យសទ្ធានេះគាត់ធ្លាប់បរាជ័យដល់ទៅ2ដងបាទដែលគាត់ជួបជាមួយយ៉ាស៊ីនគ្រូបាទសម្រាប់ខ្ញុំរៀបយុទ្ធសាស្ត្រឲ្យគាត់ប្រកួតជាមួយយ៉ាស៊ីនម្ដងនេះគឺមិនដូចមុនដល់ជាមុនថៃគាត់ទៅគាត់ក៏ស្នើសុំសហព័ន្ធបណ្ដាគុណខ្លាយើងសូមឲ្យដាក់បន្ទុកឲ្យសក្តិណាបាទលោកគ្រូ2ដងកន្លងមកឃើញថាយ៉ាស៊ីនជាប្រភេទកីឡាដែលបុកត្រូវនឹងជំនាញរបស់បុណ្យសទ្ធាដែរដែលគាត់ចូលចិត្តអ្នកបុកប៉ុន្តែឃើញថាមកប្រកួតចុងក្រោយរបស់សិស្សរួមគ្រូយ៉ាស៊ីននេះគឺមហាម៉ាត់ដែលគាត់វាយថយលោកគ្រូបើក្នុងករណីយ៉ាស៊ីនគាត់ថយអញ្ចឹងដែរតើលោកគ្រូគិតថាអាចនឹងយ៉ាប់ទេបុណ្យសទ្ធាសម្រាប់ការប្រកួតថ្ងៃអាទិត្យនេះគ្រូបាទសម្រាប់យើងវាយកណ្ដាលខ្សែវត្តនេះសម្រាប់យ៉ាស៊ីនគាត់ដូចប្រកួតលើកមុនគាត់ដូចបុណ្យសទ្ធាគាត់មិនទៅចាំមិនបានទេគាត់ថាយ៉ាស៊ីនទៅថយពេកកាលហ្នឹងហើយបើសិនយើងថយលក្ខណៈថយស្បៃយកបន្ទុកចាច់គ្រឿងអីបាទថយវារត់អីចឹងថយតែវារត់អញ្ចឹងគណៈកម្មការអញ្ញាកណ្ដាលគាត់មើលទៅថាថយវារត់ចាប់រាប់ទៅអញ្ចឹងអូខេអញ្ចឹងមានន័យថាលោកគ្រូបានត្រៀមបច្ចេកទេសសម្រាប់ឲ្យសទ្ធាយកឈ្នះយ៉ាស៊ីនរួចទៅហើយបច្ចេកទេសយ៉ាងណាគេមិនដែលប្រាប់ទេមិនអញ្ចឹងហ៎ព្រោះតែកាលណាប្រាប់មុនគេដឹងបានដែរបាទអញ្ចឹងមានន័យថាលោកគ្រូជឿជាក់ថាសទ្ធានឹងយកជ័យជំនះទៅលើយ៉ាស៊ីនសម្រាប់ខ្ញុំក៏ជូនពរឲ្យបានដូចបំណងបាទអរគុណណាស់អរគុណបាទជឿជាក់ថាបុណ្យធាននឹងធ្វើឲ្យបានល្អហើយនឹងអាចយកជ័យជំនះឲ្យបានបាទអរគុណច្រើនលោកគ្រូអរគុណជួបគ្នាថ្ងៃប្រកួតណាលោកគ្រូណាបាទដល់70%លើគេ70%ធីមខ្ញុំ70%គ្រូខំ70%តែមានសួរគូថេនហើយនៅតែសមិញដូចមមតែសមិញភ្លេចសួរប្រហែល%បើគាត់អត់និយាយហ្មងគាត់និយាយថាតែចូលហើយហាមចេញគាត់ដឹងថាលុយចូលហើយហាមចេញខ្សែក្រវ៉ាត់មានកន្លែងដាក់ហើយទៀតហើយយ៉ាស៊ីនគាត់ថាលុយ$10000ពី Gensburg នេះគាត់យកទៅជួយដល់គ្រួសារគាត់ដល់ក្រៅប្រទេសទៀតបាទយើងគិតមើល Gensburg នេះថាមិនមែនជួយត្រឹមតែជួយកីឡាករក្នុងស្រុកទេណាបាទជួយដល់កីឡាករក្រៅស្រុកទេនេះបាទឥឡូវបងពេលខ្លះយើងនិយាយតែលុយ40លានអ្នកចាញ់ក៏2 10លានដែរណាបងច្រើនបាទច្រើន2 10លានអានេះខ្ញុំនិយាយក្រៅផ្លូវការចេញមកងាកបន្តិចស្មើគេវាយខ្សែក្រវ៉ាត់មួយដែរបាទនិយាយរួមទៅចេញឯរងតម្លៃស្មើខ្សែក្រវ៉ាត់មួយបើសម្រាប់កីឡាករគាត់ថាគាត់យក40លានហើយបាទខ្សែតែគេយើងបងតែគេយើងតែគ្រូថេននឹងជឿជាក់100%នេះអត់ទាន់ដឹងដែរឥឡូវតេសួរមកតេសួរគាត់ហ្មងបាទអញ្ចឹងសូមក្រុមការងារបច្ចេកទេសជួយភ្ជាប់ទៅលោកគ្រូថេនបន្តិចបាទកម្ពុជាឡូយវិសុបងជំរាបសួរលោកគ្រូបាទនេះខ្ញុំខលចេញពីស្ទូឌីយោ PNN ទៅយើងបាទជជែកវិញ្ញាណអំពីការប្រកួតផ្ដាច់ព្រាត់រវាងយ៉ាស៊ីនជាមួយនឹងប៊ុនសទ្ធាដែលមានការឧបត្ថម្ភធំពី Gensburg ចង់សួរលោកគ្រូថាតើលោកគ្រូមានភាពជឿជាក់ប្រមាណ%ដែរសម្រាប់យ៉ាស៊ីនលើយកឈ្នះលើប៊ុនសទ្ធាបាទសម្រាប់ខ្ញុំពាក់ព័ន្ធជាមួយនឹងការប្រកួតរវាងយ៉ាស៊ីនជាមួយនឹងប៊ុនសទ្ធាដណ្ដើមខ្សែក្រវ៉ាត់និងដណ្ដើមទឹកប្រាក់មានជំនឿជឿជាក់ទៅលើយ៉ាស៊ីនច្រើនដោយសារពួកគាត់ទាំងពីរធ្លាប់ដឹងពីក្បាច់គុណគ្នាច្រើនដោយសារធ្លាប់ប្រកួតមួយគ្នា2ដងអីណាតែប៊ុនសទ្ធាគេថាគេអត់ឲ្យលបោទេណាលោកគ្រូជាក់ស្ដែងវាការប្រកួតនៅលើ7យើងគ្រាន់តែជាអ្នកនំពឹងតែគាត់ការប្រកួតជាក់ស្ដែងគឺនៅលើកីឡាករផ្ទាល់តែគាត់ថ្ងៃដែលគាត់ប្រកួតបានយើងអាចដឹងអញ្ចឹងណាបាទជំរាបសួរលោកគ្រូខ្ញុំរ៉ែនដូលោកគ្រូបាទមានបងប្អូនផ្ដាំតាមពេកខ្ញុំច្រើនណាឲ្យជួយមើលថែគីឡូរបស់យ៉ាស៊ីនផងឥឡូវគីឡូប៉ុន្មានទេលោកគ្រូអូឥឡូវគីឡូហាត់ហើយនៅគីឡូនៅ58អីទេអីទេ58គីឡូគេណាត់បងគេណាត់គីឡូវាយប៉ុន្មានគីឡូខ្សែក្រវ៉ាត់54ខ្សែក្រវ៉ាត់54ហើយមើលទៅយកអញ្ជិញមកមុនមួយថ្ងៃឬក៏មិនដែរព្រោះអាទិត្យមុនអាកាលដូចជា2ខែមុនវាយវគ្គចំនួនយកអញ្ជិញមកមុនណាឥឡូវសារ៉េអញ្ជិញមកមុនដដែលឬក៏មិនដែរលោកគ្រូ
คือดาวตะเพลิงนะสุกใช้ดาวเพลิงนั่ง บังตึบคอซัวละครูทุนสเปียให้ครูบ่บนสเทียก็ทำไว้เนี่ยเลือกที่ปีอยากสินดึกถอยไปจะถอยแหลกกันนะรถแล้วครูก็ทานเลือกที่ใบนี่ก็เอาถอยรถดึกเลือกบนมือ อ๋อตามมือวิเอามือวิดีโอสัตว์ทำไมมือ จะมีในประดามพญาเตอร์ลูกครูทุนสปีอัสลูกครู อ๋อเมียนไอ้ก่อนนะท่าพี่เชิญทมnhưng mà sao lỗ đi แต่ว่าไงนึกคลับลูกครูไงมันไงมันซาไม่เต้าดิคืนทรายกับบัตรจราเมียนทรายกับบัตรแกนสเบิร์กนึง nơi sao khoác mũi như vô sắp đàn nó vô á đẹp ไอเปเยอร์นั่งเป็นซัวบุญสเทียเป็นซัวลูกครูทุนสเปียให้นึง chuyện tha đấy แต่แล้วลูกครูมันเพียโรยบ้านรอหันเนี่ยกับเอาจังลูกครูทุนสเปียก็ได้จัดสเปียโรยทายกทรายกับบัตรตัวไงnhóm chết sắp đây บ่าnhómนึกทีมครูลูกครูnhómแบนโดนึกทีมลูกครูบ่ไอมีกำซังนึกทีมครูเพียดิ còn thọp tranh hay còn đặt đây bằng là chết sắp nhưng thọp xe cho mẹ đặt đây bằng là đó chết pram ơi อ๋อซังลื่นเลย ครูเอ้ยไม่มาทายจังทายชนะของพลิกย้อมมันครูนะย้อมยกหันได้เฮ้ย กูเทนnhómไปแจมมาดองทิศซังก็โยบนเทียคลับทีมครูเพียดิnhómในทีมลูกครูเทนนะบ่าดังนั้นแล้วบักคัดเตรียมประมาณเพียร้อยลูกครู ồ cả hạt triêm là hỗn rồi phía rồi บ่าดังนั้นจังกรอยเป็นไอ้ดำพญาแต่การบนเทียโดยจีลูกครูทุนสเปียแล้วลูกครู ba trong trò miền ấy trên miền thà cái là có miền tranh thầm ra tại sủng khăn caประกวดออกดังออกมาประเทศประกวดซาการประกวดในการประกวดได้ปราบหมอนท้องเอาการประกวดได้มันกลอมเมียนที่บนโมกเราให้เจอแต่ออกวิสมันเทียบเรียงคล้วนให้มูทิศก็nơiแต่ปารามđó là mình tây chạy crom tận o sông người taเอาเป็นตุสุดกระดมจุดตัวเนี่ยหน่อยเนี่ยtranh trong tập văn năng tiềnคืออดมีในปัญหาได้สำหรับnhómเนี่ยคือยังตัวย่อtranh nhưng màตัวย่อnhưng mà đại chơi làm pa đây đang phải đào màu បាទ คือเสียไว้นะสำหรับnhómนั่งเนี่ยไอ้เนี่ยtập văn năng là có tranh không mà đa អត់ទេគ្រូឈ្នះចាញ់អត់ធម្មតាគ្រូលុយខុសគ្នាច្រើនដែរគ្រូ เขาเนี่ยปอลปอดนึงครู để tranh của việc mà ban này tình dương đấy tại vì sòng khăn lựa cái lá có thì chẳng tại còn là việc sòng khăn ban phong một phút chưa kể để chú thế sำหรับครับพ่อ បាទ អរគុណលោកគ្រូច្រើនដែលបានចូលរួមនៅក្នុងកម្មវិធីបាទជំរាបលាលោកគ្រូ បាទអរគុណជំរាបលាបាទអរគុណ បាទអ្វីដែលខ្ញុំសង្ខេបបាទបងសង្ខេបបន្តិចចោះបន្ទាប់ពីលោកគ្រូគាត់បានបញ្ចេញនៅមតិរបស់គាត់ទី1គឺគាត់ផ្ដោតលើការដាក់បន្ទុកហើយបើតាមខ្ញុំជាអ្នកដែលនៅក្នុងវិស័យកីឡានេះជាង10ឆ្នាំដែរទាំងលោកគ្រូសេនប៊ុនថេននិងលោកគ្រូធុនសុភានេះគឺជាគ្រូដែលមិនចេះតវ៉ា អត់ចេះតវ៉ាទេ ទៅដល់ឋានណាក៏ដោយមិនទេបាទពេលខ្លះគាត់ថាបើគេដាក់អញ្ចឹងហើយពេលខ្លះភ្នែកយើងវាអាចមិនច្បាស់អីចឹងណាអានេះឥឡូវឲ្យរដូវរតើមានករណីដែលក្លឹបគ្រូភាឬក៏គ្រូថេនតវ៉ាទេទាំងតែពេលខ្លះខ្ញុំឃើញតែគាត់សិស្សគាត់ឈ្នះបាទអត់ទេអញ្ចឹងការដាក់បន្ទុកនេះគឺPNN ជាមួយខាង Gensburg ជាអ្នករៀបចំដាក់បន្ទុកគឺនៅខាងសហព័ន្ធបាទសហព័ន្ធបណ្ដាគុណខ្មែរអញ្ចឹងជាថ្មីម្ដងទៀតសម្រាប់ប្រិយមិត្តពុកម៉ែបងប្អូនដែលជាអ្នកស្នេហាវិស័យកីឡាគុណខ្មែរមកឲ្យស្រូតបន្តិចបាទប៉ុន្តែ PNN ក៏ត្រៀមកន្លែងឡាយធំបាទដាក់បងប្អូនបានរាប់ពាន់ម៉ឺននាក់នៅក្នុងនេះធំspace ធំអញ្ចឹងថ្ងៃទី18បាទចាប់ពីម៉ោងម៉ោង 1 យើងឡាម៉ោងថ្ងៃផ្ដាច់ព្រាត់ធំអញ្ចឹងយើងអាចនឹងឡាយមុនម៉ោង 15 នាទីអញ្ចឹងម៉ោង 11 អញ្ជើញមកដល់មកបាទថា11ចុះ11មកសំរុំបាទអញ្ចឹងអរគុណបាទសម្រាប់បងប្អូនទាំងអស់គ្នាបាទដែលបានតាមដានបាទសម្រាប់ talk show ដល់ពិសេសមួយនេះហើយចុងក្រោយក៏